อาชีพកម្មបែបណាដែលហួសសម័យមានកូនក្មួយច្រើននេះដែលគាត់ឆាតមកខ្ញុំគាត់សួរខ្ញុំពាក់ព័ន្ធជាមួយនឹងចង់បើកអាជីវកម្មកូនក្មួយខ្លះក៏គាត់កំពុងតែបម្រើការងារអីគេកូនក្មួយខ្លះធ្វើការផងលក់ដូរផងហើយកូនក្មួយខ្លះក៏មានបំណងចង់សហការគ្នាក៏ចង់ផ្លាស់ទីលំនៅដើម្បីបើកកន្លែងថ្មីជួលដីគេជួលទីតាំងគេធ្វើអីចឹងទៅមិញសប្បាយចិត្តពេលដែលគឺកូនក្មួយទាំងអស់គ្នាមានឆន្ទៈក្នុងការមុតស្រួចទៅរកគោលដៅរបស់ក្មួយក៏ប៉ុន្តែមិញសូមក្រើនរំលឹកថាសម័យនេះក្មួយសម័យនេះគឺគេបង្រួមតូចតែតាន់ក្មួយទម្លាក់ចោលមុខមាត់ណាទម្លាក់ចោលមុខមាត់ពីព្រោះអីមុខមាត់សៀតកើតទេក្មួយកុំគិតថាមានអារម្មណ៍ថាប្រឡងប្រជែងឬមួយប្រកួតប្រជែងជាមួយអ្នកណាដើម្បីឲ្យគេមើលឃើញយើងមានហាងស្តង់ដាយើងមានបុគ្គលិកយើងមានអីកុំសង្ងំសិនក្មួយសង្ងំសិនមិញលើកទឹកចិត្តឲ្យក្មួយរក្សាចាស់ពង្រឹងអ្វីដែលក្មួយកំពុងតែមានហើយពង្រីកនៅវិសាលភាពទំនាក់ទំនងសិនអាជីវកម្មមួយហ្នឹងក្មួយវាមិនល្អមើលវាអាចមានឱកាសល្អស៊ីកុំភ្លេចថារឿងដែលមើលទៅមិនល្អវាមានអាល្អនៅក្នុងច្រើនអញ្ចឹងមិញរំលឹកទៅក្មួយថាលុបបំបត្តិអវប្បធម៌ខ្លាច់បាក់មុខមាត់ចេញចោះចាញ់ខ្លះហើយក្មួយបកត្រឡប់មកវិញមកពង្រឹងគោលចំហហើយពង្រឹងសមត្ថភាពហើយមើលមកខ្លួនឯងមើលថាតើខ្លួនឯងចេញទៅណាវាអាចដួលអត់ចន្លោះប្រហោងរបស់យើងវាមានកន្លែងណាខ្លះចាំមកធ្វើពីពួកអាជីវកម្មមួយវាអត់ស្រួលទេប៉ុន្តែបើសិនជាក្មួយប្រកែក្មួយខ្លាំងក្មួយឈ្នះនៅអាចជំងឺអាជីវកម្មហ្នឹងហើយជំងឺនឹងវាខ្លាច់វ៉ាក់សាំងរបស់អាជីវកម្មគឺភាពរឹងមាំភាពឆ្លាតវៃអញ្ចឹងបើសិនជាក្មួយចង់បង្កើតអាជីវកម្មរឹងមាំបានតតែក្មួយនឹងមានវ៉ាក់សាំងក្នុងខ្លួនឲ្យគ្រប់គ្រាន់អញ្ចឹងមិញលើកទឹកចិត្តថាគិតសារជាថ្មីលុបបំបត្តិអ្វីដែលក្មួយចង់ពង្រីកចង់បើកថ្មីនឹងចេញអូខេរៀបចំឲ្យបានវែងឆ្ងាយហើយបើមានសំណួរអីសួរមកទៀតណាមិញរងចាំឆ្លើយ